របៀបរើសពូជព្រាបមកចិញ្ចឹមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះឥឡូវយើងទៅយកពូជព្រាបមកចិញ្ចឹមបងប្អូននិយាយទៅពូជព្រាបនៅលើសកលលោកនេះមានច្រើនប្រភេទណាស់បងប្អូនគឺយើងមិនអាចរាប់អស់ទេនៅប្រទេសផ្សេងៗប៉ុន្តែសម្រាប់ដែលនៅប្រទេសយើងគឺនិយមចូលចិត្តចិញ្ចឹមប្រភេទជាព្រាបមាន់ក្រងព្រាបឃីងព្រាបហដៀនព្រាបកង្កោកព្រាបសកាត្រីអីបងប្អូនណែអ្នកចាប់ដើមថ្មីដំបូងបងប្អូនគឺយើងត្រូវតាជ្រើសរើសពូជព្រាបមាន់ប្រភេទព្រូចនៅក្នុងស្រុកយើងបងប្អូនអាហ្នឹងវាសមនឹងអាកាសធាតុហើយវាស្រួលចិញ្ចឹមសម្រាប់នៅក្នុងស្រុកយើងបងប្អូនព្រាបមាន់ចុច like ដើម្បីគ្រប់គ្រងចុច comment ដើម្បីសាកសួរអំពីរបៀបចិញ្ចឹមព្រាបនិងចុច subscribe ដើម្បីបានវីដេអូថ្មីអំពីអ្នកចិញ្ចឹមព្រាបមុនគេបងប្អូនแล้วយើងរើសពូជមួយប្រភេទគឺពូជព្រាបមាន់បងប្អូនប្រភេទព្រាបមាន់យើងត្រូវតែជ្រើសរើសឈ្មោលញីមួយមកដើម្បីបង្កាត់ហើយឈ្មោលនោះគឺវាមានសុខភាពល្អឈ្មោលវាមានក្បាលវាធំហើយជើងធំរាងវាធំបងប្អូនអីនឹងកវាមានរោមភ្លឺបងប្អូនអាហ្នឹងប្រភេទព្រាបឈ្មោលពេលយើងបានព្រាបមកគូមកចិញ្ចឹមឲ្យបងប្អូនវានឹងពងហើយវាពងតែ2ទេវាពងនៅពេលល្ងាចដល់ពេលវាមានរយៈពេលពងបានមួយអាទិត្យទៅ10ថ្ងៃបងប្អូនឆ្លោះវាមកថាតើវាមានមេជីវិតឬមួយក៏មិនមានខ្ញុំឆ្លោះមិញនេះបងប្អូនអាហ្នឹងជាប្រភេទព្រាបពូជព្រាបឃីងប៉ុន្តែវាមិនមានមេជីវិតទេបងប្អូនអានេះពេលយើងឃើញតាមមិញនេះមានមេជីវិតទេបើមកគូនេះបងប្អូនខ្ញុំឆ្លោះមើលហើយវាមានមេជីវិតវាមានតសៃខំដូចថ្ពាល់មានតសៃខំយ៉ាងបងប្អូនអានេះជាប្រភេទព្រាបមាន់ពណ៌ខ្មៅហើយវាមានមេជីវិតហើយអញ្ចឹងយើងចាប់តាមដាក់ឲ្យវាក្រាបវិញបងប្អូនពេលវាក្រាបបាន18ថ្ងៃវាចាប់ដើមញាស់ហើយបងប្អូនវាញាស់ចេញជាកូនហើយពេលវាញាស់ចេញជាកូនដល់ពេលវាអាយុដល់មក20ថ្ងៃអីហ្នឹងវាចាប់ដើមរោពងទៀតហើយសូមបញ្ជាក់តិចបងប្អូនពេលដែលយើងឆ្លោះហ្នឹងយើងមិនមែននៅលេងជាមួយនឹងមេព្រាបហ្នឹងទេចាប់វានៅមេដែលព្រាបកំពុងក្រាបនេះយើងចាប់បានទេយើងត្រូវតែចាប់យកមេព្រាបហ្នឹងចេញឲ្យឆ្លាស់ហើយដល់ពេលបន្ទាប់មកយើងចាប់ដើមឆ្លោះកូនដោយថ្នមហើយលះបងប្អូនហើយពេលយើងឆ្លោះដឹងថាអត់មេជីវិតឬក៏មានមេជីវិតហើយយើងចាប់ដើមទុករៀបចំវាវិញហើយយើងដើរចេញឲ្យមេវាហ្នឹងឡើងទៅក្រាបវិញបើមិនអញ្ចឹងទេបើយើងនៅតែលូកចុះលូកឡើងជាមួយនឹងអាមេព្រាបហ្នឹងបងប្អូនវានឹងតែកិច្ចជន់គ្នាបែកពងបែកអីអស់លីងអីវអីមេព្រាបវាការពារពងរបស់វាអានេះវាប៉ះមិញវាបែកមួយហើយបងប្អូនអានេះអត់មានមេជីវិតទេបងប្អូនវាថ្លាដូចឃ្លីទឹកអញ្ចឹងមើលទៅវាអត់មានតែសៃឈាមក្រហមទេអានេះវាដូចចង់មានខ្យល់ហើយវាខូចហើយបងប្អូនពងព្រាបមួយនេះហើយពងព្រាបមួយនេះក៏វាខូចដែរវាមិនមានក្រហមថ្លាទេអញ្ចឹងទុកឲ្យមេព្រាបក្រាបទៀតក៏វាមិនក្រាបដែរបងប្អូនអញ្ចឹងយើងត្រូវតែដកពងនឹងចេញតែបញ្ជាក់ណាបងប្អូនបើពងដំបូងយើងដកពងនេះចេញយើងត្រូវតែបន្ថែមពងជ័រឲ្យមេនឹងវារៀនក្រាបសិនណាកុំដកចេញទៅហ្មងអញ្ចឹងមេវាបាត់ពងវានឹងយូរតែដកម្ដងពីរដងមេនឹងខូចលែងចេះក្រាបហើយបងប្អូនអញ្ចឹងយើងមានព្រាបពងព្រាបស្គួរឲ្យវាក្រាបទៅដល់6 ដល់7ថ្ងៃហ្នឹងបើវាលែងញាស់ហើយអាហ្នឹងយើងដឹងហើយវាក្រាបកំណត់ប៉ុណ្ណឹងយើងដកពងទៅឲ្យវាដើរហើយឲ្យវាពងម្ដងទៀតអរគុណច្រើនបងប្អូនដែលតាមដានតាំងពីដើមរហូតដល់ចប់ហើយសូមឲ្យបងប្អូនមានសុខភាពល្អនិងសំណាងល្អគ្រប់ពេល